តាអ្នកដឹងទេយើងអាចផ្សំជីធម្មជាតិពីរបស់សាមញ្ញនៅក្រោយផ្ទះយើងឲ្យคล้ายជីដែលមានគុណភាពខ្ពស់បានយ៉ាងដូចម្តេចថ្ងៃនេះយើងមកនិយាយគ្នាពីជីធម្មជាតិដែលមានគុណភាពខ្ពស់ដោយគ្រាន់តែផ្សំពីរុក្ខជាតិដែលកសិករភាគច្រើនអាចនឹងមើលរំលងមនុស្សភាគច្រើនចង់បានបន្លែដែលមានសុវត្ថិភាពហើយចំណាយលុយតិចតែសម្រាប់ការអនុវត្តបច្ចុប្បន្នប្រើជីគីមីដែលមានតម្លៃថ្លៃហើយអាចប៉ះពាល់ដល់បរិស្ថានថែមទៀតបញ្ហាគឺស្ថិតនៅត្រង់នេះតើយើងធ្វើដូចម្តេចដើម្បីអាចដាំបន្លែដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគនិងមិនធ្វើឲ្យខូចដល់បរិស្ថានជុំវិញព្រោះហេតុនេះហើយទើបត្រូវស្វែងរកមធ្យោបាយថ្មីដែលកាន់តែមានលក្ខណៈធម្មជាតិជាវិធីដែលប្រសើរជាងមុនដើម្បីឲ្យយើងអាចគេចផុតពីបញ្ហាការទិញជីគីមីដែលមានតម្លៃថ្លៃហើយក្នុងវិធីសាស្ត្រនេះវត្ថុធាតុដើមដែលយើងនឹងនិយាយបន្តិចទៀតនេះមិននៅឆ្ងាយយើងនោះទេគឺនៅជុំវិញខ្លួនរបស់យើងនឹងឯងពិតមែនហើយកូនចេកគឺកូនចេកធម្មតាដែលយើងធ្លាប់ឃើញនឹងឯងវាជាវត្ថុធាតុដើមដែលមនុស្សភាគច្រើនមើលរំលងតែខាងក្នុងមានផ្ទុកទៅដោយរបស់ល្អដែលត្រូវការចាំបាច់សម្រាប់ការធ្វើជីជូលិនស៊ីពិតមែនហើយក្នុងពេលនេះកូនចេកប្រៀបបានដូចជាជំនួយការដ៏ល្អសម្រាប់អ្នកធ្វើចំការតើព្រោះអ្វីទៅព្រោះនៅក្នុងដើមចេកមានផ្ទុកទៅដោយអរម៉ូនជំរុញការលូតលាស់ដែលកើតឡើងតាមធម្មជាតិរបស់វាមានសារធាតុគីមីដែលមានសមត្ថភាពជួយការពារជំងឺហើយអ្វីដែលសំខាន់គឺមានបរិមាណសេឡូឡូសច្រើនដែលជាអាហារសំខាន់សម្រាប់ពួកមីក្រូសារពាង្គកាយមានប្រយោជន៍គ្រប់គ្រឿងដល់ថ្នាក់នេះហើយបានជាខ្ញុំនិយាយថាវាស័ក្តិសមសម្រាប់ការយកមកធ្វើជាជីកំប៉ុស្តណាស់អូខេដើម្បីឲ្យកាន់តែច្បាស់យើងមកស្វែងយល់ពីក្រុមការងារមួយក្រុមយើងមិនអាចមើលឃើញនឹងភ្នែកទេបានទេដែលប្រៀបដូចជាកងទ័ពតូចនិងជាចំណុចសំខាន់ក្នុងមេរៀនរបស់យើងថ្ងៃនេះកងទ័ពតូចដែលនិយាយមកនេះគឺសំដៅទៅលើពួកមីក្រូសារពាង្គកាយពួកវាគឺជាសារពាង្គកាយដែលមានជីវិតតូចបំផុតដែលយើងមិនអាចមើលឃើញតួនាទីរបស់វាគឺប្រៀបបានដូចជារោងចក្របំបែកធាតុដោយពួកវាស៊ីហើយបំលែងសារធាតុគីមីផ្សេងឲ្យក្លាយជាអាហារដែលរុក្ខជាតិអាចស្រូបយកទៅប្រើប្រាស់បានអាចនិយាយបានថាពួកវាជាអ្នករីសាយខលរបស់ធម្មជាតិដោយបំលែងសារធាតុដែលរុក្ខជាតិមិនអាចស្រូបបានឲ្យទៅជាអាហាររបស់រុក្ខជាតិហើយពិសេសលើសនេះទៀតតាមរយៈសកម្មភាពនេះដីរបស់យើងក៏មានសុខភាពល្អដូចគ្នាកាន់តែពិសេសលើសនេះទៀតគឺមីក្រូសារពាង្គកាយខ្លះមានសមត្ថភាពអាចចាប់អាសូតពីបរិយាកាសឲ្យក្លាយជាជីសម្រាប់ដំណាំបានទៀតផងប្រៀបដូចជាយើងមានរោងចក្រផលិតជីហ្វ្រៃនៅក្នុងដីដូចដែលបានឃើញរូបភាពនេះចឹងជីទឹកដែលយើងបានធ្វើនេះវាមិនត្រឹមតែជាអាហារសម្រាប់ដំណាំប៉ុណ្ណោះទេវាថែមទាំងមានតួនាទីជាអង្ក្រាកជួយការពារដំណាំហើយជាវិស្វករជួយទំនុកបម្រុងរចនាសម្ព័ន្ធដីឲ្យកាន់តែប្រសើរនៅពេលដែលយើងបានដឹងពីសារប្រយោជន៍ដ៏ច្រើនរបស់វាហើយតើអ្នកចង់សាកល្បងធ្វើវាទេតោះយើងមករៀនធ្វើទាំងអស់គ្នាថាមានដំណាក់កាលងាយអ្វីខ្លះអ្វីដែលយើងត្រូវត្រៀមមិនមានអ្វីពិបាកទេមានត្រឹមធុងជ័រ1ខ្សែក្រណាត់បន្ទាប់មកទៀតវត្ថុធាតុដើមសំខាន់របស់យើងគឺកូនចេក3គីឡូព្រមទាំងស្ករត្នោត1គីឡូត្រឹមតែប៉ុណ្ណឹងឯងសុទ្ធតែរបស់ងាយទាំងអស់ហើយវិធីធ្វើក៏កាន់តែសាមញ្ញទៀតមានត្រឹម6ជំហានប៉ុណ្ណោះគឺចិញ្ច្រាំច្របល់សង្កត់ផ្អាប់ក្រឡុកនិងត្រងប្រើពេលត្រឹមតែ7ថ្ងៃទៅ10ថ្ងៃតោះយើងមកលម្អិតពីចំណុចនីមួយទាំងអស់គ្នាដំណាក់កាលទី1គឺយើងយកកូនចេកមកចិញ្ច្រាំឲ្យល្អិតកាន់តែល្អព្រោះធ្វើឲ្យពួកមីក្រូសារពាង្គកាយកាន់តែងាយស្រួលធ្វើការនៅពេលចិញ្ច្រាំល្អិតហើយយើងយកមកលាយជាមួយស្ករត្នោតច្របល់រហូតដល់ស្កររលាយស្ករនេះជាអាហារបម្រុងដ៏ល្អធ្វើឲ្យពួកមីក្រូសារពាង្គកាយមានប្រយោជន៍ធ្វើការបានកាន់តែប្រសើរបន្ទាប់មកយកល្បាយទាំងអស់មកដាក់ក្នុងធុងដោយសង្កត់ឲ្យណែនល្អក្រោយមកយកក្រដាសមកគ្របនិងចងមាត់ធុងឲ្យជិតយើងប្រើក្រដាសពីព្រោះអាចអនុញ្ញាតឲ្យឧស្ម័នដែលកើតពីការផ្អាប់អាចភីចេញក្រៅបានហើយការពារធូលីនិងសត្វល្អិតមិនឲ្យចូលក្នុងធុងបានទុករយៈពេល1សប្តាហ៍ជីនឹងកាច់បានល្អពេលប្រើប្រាស់យើងគ្រាន់តែយកក្រណាត់មកត្រងនោះយើងទទួលបានជីដែលមានពណ៌ដ៏ស្រស់ស្អាតនិងមានជីជាតិគ្រប់គ្រាន់សម្រាប់ដំណាំពេលនេះយើងមានជីដែលមានគុណភាពនៅក្នុងដៃហើយសំណួរបន្តតើយើងអាចធ្វើអ្វីបានខ្លះហើយវាមានប្រសិទ្ធភាពដល់កម្រិតណាអ្វីដែលកាន់តែរំភើបគឺត្រឹមតែ7ថ្ងៃទៅ10ថ្ងៃប៉ុណ្ណោះយើងអាចទទួលបានជីមានគុណភាពទៅហើយពិតជាវិសេសមែនទែនពេលនេះយើងមកប្រៀបធៀបឲ្យឃើញជាក់ស្ដែងតាមរយៈរូបភាពមួយនេះការកាត់បន្ថយថ្ងៃដើមពិតជាសំខាន់ណាស់ជីរបស់យើងស្ទើរតែមិនចំណាយសោះ
បើធៀបនឹងជីគីមីដែលមានតម្លៃកប់ពុករឿងសុខភាពដីជីយើងកាន់តែប្រើកាន់តែល្អតែជីគីមីប្រើយូរឆ្នាំធ្វើឲ្យដីប្រៃរឹងក្តាំងហើយថែមទាំងមានគុណសម្បត្តិសម្រាប់ចម្ការរបស់យើងទៀតនៅមិនទាន់អស់ទេនៅមានគុណសម្បត្តិជាច្រើនទៀតដូចជាជួយកែប្រែរចនាសម្ព័ន្ធដីឲ្យល្អរសើរជួយពន្លឿនការកាច់របស់កំប៉ុស្តហើយយើងអាចប្រើសម្រាប់កែគុណភាពទឹកក្នុងស្រះអូហូពិតជាមានអត្ថប្រយោជន៍ច្រើនមែនទែនការប្រើប្រាស់គ្រាន់តែចាក់បរិមាណបន្តិចលីក្នុងទឹកបន្ទាប់មកយកស្រោចលើដីនិងដំណាំរបស់យើងតាមពិតទៅធម្មជាតិបានបន្សល់ទុកនៅដំណោះស្រាយក្បែរខ្លួនយើងវាស្ថិតនៅលើយើងខ្លួនឯងបានដឹងនិងទទួលយកដំណោះស្រាយនោះមកប្រើឬអត់ផ្លាស់ប្ដូរពីកូនចេកធម្មតាក្នុងចម្ការមកជាវត្ថុទិព្វជួយកែប្រែដីនិងទិន្នផលដំណាំរបស់យើងនៅពេលរបស់ល្អដល់ថ្នាក់នេះហើយតើយើងនៅចាំអីទៀត